កម្ពុជាអង់គ្លេសដាក់អនុវត្ត MOU ជាផ្លូវការដើម្បីលើកកម្ពស់ការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជាតាមរយៈកម្មវិធី TVET លំដាប់ពិភពលោកក្នុងព្រឹកបន្ទាប់ពីចុះហត្ថលេខាលើអនុសារណីនៃការជួបជុលគ្នាស្ដីពីការផ្លាស់ប្ដូរនិងកិច្ចសហប្រតិបត្តិការនៅក្នុងវិស័យអប់រំបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈរវាងក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈរហ័សក្នុងមីអក្សរនិងភាពជាដៃគូជំនាញរបស់ចក្រភពអង់គ្លេសលោកហេងសួររដ្ឋមន្ត្រីក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានអញ្ជើញជាសហអធិបតីជាមួយលោក Dominic William ឯកគុលរដ្ឋទូតអង់គ្លេសប្រចាំកម្ពុជាក្នុងពិធីប្រកាសដាក់ឲ្យអនុវត្ត MOU នេះជាផ្លូវការនាថ្ងៃទី10ខែមីនាឆ្នាំ2026នៅសណ្ឋាគារ Hyatt Regency ភ្នំពេញដោយលោកបានចាត់ទុកកិច្ចសហការនេះថាជាជំហានដ៏សំខាន់មួយក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការចែករំលែកចំណេះដឹងនិងការភ្ជាប់ស្ថាប័នដើម្បីធានាថាកម្លាំងពលកម្មកម្ពុជាមានជំនាញគ្រប់គ្រាន់សម្រាប់អនាគតពិធីប្រកាសនេះធ្វើឡើងនៅក្នុងវេទិកាជំនាញនិង TVET របស់កម្ពុជាចក្រភពអង់គ្លេសឆ្នាំ2026ក៏ប្រធានបទការកសាងកម្លាំងពលកម្មត្រៀមខ្លួនសម្រាប់អនាគតតាមរយៈភាពជាដៃគូនៅវេទិកាដែលមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈមន្ត្រីស្ថានទូតចក្រភពអង់គ្លេសដៃគូអភិវឌ្ឍឧស្សាហកម្មនិងស្ថាប័នបណ្ដុះបណ្ដាលលោកបានលើកឡើងថាក្នុងពេលកម្ពុជាកំពុងធ្វើទំនើបកម្មប្រព័ន្ធ TVET ជាតិ MOU នេះពិតជាមានសារៈសំខាន់ជាយុទ្ធសាស្ត្រនិងទាន់ពេលវេលាបំផុតសម្រាប់កម្ពុជាជាពិសេសយុវជនដែលជាកម្លាំងពលកម្មដ៏សកម្មនិងជាមូលដ្ឋានសំខាន់សម្រាប់ការរីកចម្រើននៃសេដ្ឋកិច្ចជាតិក៏ដូចជាការសម្រេចបាននៃចេញបែបពិសេសកម្ពុជាជាប្រទេសមានចំនួនខ្ពស់ឆ្នាំ2050លោកមានប្រសាសន៍ថា TVET ជាវិថីដ៏សំខាន់មួយក្នុងការនាំយុវជនចូលទៅក្នុងទីផ្សារការងារមិនខុសគ្នាពីចំណេះដឹងអប់រំនៅឧត្តមសិក្សានិងប្រព័ន្ធអប់រំផ្សេងទៀតទេព្រមទាំងជាជម្រើសដ៏ល្អមួយទៀតបន្ថែមដល់យុវជនផងដែរជាមួយគ្នានេះកិច្ចសហការនេះក៏បញ្ជាក់អំពីសារៈសំខាន់នៃជំនាញបៃតងក្នុងការគ្រប់គ្រងដល់ការផ្លាស់ប្ដូរសេដ្ឋកិច្ចកម្ពុជាដែលរកសេដ្ឋកិច្ចប្រកបដោយនិរន្តរភាពហើយកម្ពុជាក៏ស្នើឲ្យជួបកិច្ចខិតខំប្រឹងប្រែងនេះជាមួយនឹងការអភិវឌ្ឍតំបន់ឧស្សាហកម្មបៃតងដើម្បីធ្វើឲ្យកម្ពុជាក្លាយទៅជាមជ្ឈមណ្ឌលនៃនវានុវត្តន៍បៃតងនិងការអភិវឌ្ឍកម្លាំងពលកម្មត្រៀមខ្លួនសម្រាប់អនាគតក្នុងតំបន់នេះឱកាសនោះលោករដ្ឋមន្ត្រីក៏បានលើកយកប្រសាសន៍សម្ដេចមហាវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាក្នុងកិច្ចប្រជុំធុរកិច្ចអាស៊ានកម្ពុជាឆ្នាំ2029នាពេលថ្មីនេះថាមនុស្សគឺជាទ្រព្យសម្បត្តិដ៏មានតម្លៃនិងជាអត្ថប្រយោជន៍ប្រកួតប្រជែងរបស់កម្ពុជាក្នុងការផ្លាស់ប្តូររចនាសម្ព័ន្ធសេដ្ឋកិច្ចនិងការវិភាគវិកាន់សេដ្ឋកិច្ចគឺការអភិវឌ្ឍធនធានមនុស្សដែលវិស័យ TVET មានតួនាទីដ៏សំខាន់ក្នុងការផ្តល់ជំនាញចាំបាច់ដល់កម្លាំងពលកម្មសម្រាប់កំណើនប្រកបដោយនិរន្តរភាពដើម្បីបំលែងគោលបំណងទាំងអស់នេះឲ្យក្លាយទៅជាការអនុវត្តជាក់ស្ដែងការផ្តល់អធិភាពនោះគឺការអភិវឌ្ឍប្រព័ន្ធព័ត៌មានទីផ្សារការងារនិងពង្រឹងតួនាទីកម្មជំនាញតាមវិស័យមកអនុវត្តជាវិស័យថា MOU នេះនឹងជួយកម្ពុជាបញ្ចូលនវានុវត្តន៍ជំនាញ Digital និងវិទ្យាសាស្ត្របណ្ដុះបណ្ដាលទំនើបระดับពិភពលោកទៅក្នុងប្រព័ន្ធ TVET កម្ពុជាដែលជាលទ្ធផលដ៏សំខាន់សម្រាប់គោលដៅអភិវឌ្ឍជាតិជាពិសេសការបង្កើតជាភាពជាដៃគូកម្ពុជាអង់គ្លេសក្នុងការស្រាវជ្រាវលើវិស័យកំពុងលើកឡើងវិជាបញ្ញាសិទ្ធិបតេយ្យ AI ឧស្សាហកម្មយានយន្តនិងការថែទាំរថយន្តអគ្គិសនីលោកប្រាជ្ញាថាក្រសួងនឹងប្រើប្រាស់ធនធានចាំបាច់ទាំងអស់ដើម្បីអនុវត្តឲ្យសម្រេចបាននូវលទ្ធផលយុទ្ធសាស្ត្រនេះដោយឯកឧត្តមបញ្ជាក់ទៅកាន់ឯកឧត្តមវីលីមថាភាគីទាំងពីរមានទស្សនវិស័យជាមួយនឹងភាពជាដៃគូដែលអាចបន្តលើសពី MOU នេះទៀតដើម្បីពង្រឹងកិច្ចសហការទ្វេភាគកាន់តែទូលំទូលាយឯកឧត្តមឯកសួរថាអំណរគុណយ៉ាងជ្រាលជ្រៅដល់រដ្ឋាភិបាលចក្រភពអង់គ្លេសស្ថានទូតអង់គ្លេសកម្ពុជា UKSE និងក្រុមការងារទាំងអស់ចំពោះការគ្រប់គ្រងនិងការប្រឹងប្រែងបង្កើតកិច្ចសហការនេះឡើងទន្ទឹមនេះលោកវីលីមក៏បានបង្ហាញអំពីមតិភាពចំពោះភាពជាដៃគូនេះដែលលោកចាត់ទុកថាជាចំពោះមួយដ៏រំភើបនៃប្រទេសទាំងពីរនិងសង្ឃឹមយ៉ាងមុតមមថាវានឹងនាំមកនូវជំនាញបច្ចេកទេសនិងវិជ្ជាជីវៈរបស់ចក្រភពអង់គ្លេសមកបញ្ចូលនៅតាមចក្រវិស័យដ៏ល្វីងឆ្ងាយរបស់ក្រសួងដើម្បីបង្កើតឲ្យមានការផ្លាស់ប្ដូរជាក់ស្ដែងតាមរយៈការកសាងសមត្ថភាពនៅកម្ពុជាបណ្ដុះបណ្ដាលដែលមានគុណភាពខ្ពស់ឆ្លើយតបនឹងតម្រូវការឧស្សាហកម្មនិងផ្ដល់ប្រយោជន៍យ៉ាងពិតដល់ប្រជាជនកម្ពុជា